វីដេអូ3ប្រភេទដែលក្រុមហ៊ុន YouTube មិនអនុញ្ញាតឲ្យបងប្អូនរកប្រាក់ចំណូលហើយក៏ជាវីដេអូដែលខុសច្បាប់ policy របស់ក្រុមហ៊ុន YouTube សម្រាប់បងប្អូនដែលចាប់ផ្ដើមធ្វើ YouTube ដំបូងបងប្អូនត្រូវសិក្សាស្វែងយល់អំពីច្បាប់ policy របស់ក្រុមហ៊ុនជាមុនសិនកុំឲ្យបងប្អូនធ្វើទៅខាតពេលវេលាឥតប្រយោជន៍អញ្ចឹងនៅក្នុងវីដេអូមួយនេះ admin នឹងបង្ហាញ3ចំណុចសំខាន់ទាក់ទងទៅនឹងការផលិតវីដេអូដែលមិនគួរផលិតអញ្ចឹងបងប្អូនដែលទស្សនាវីដេអូរបស់ admin ថ្មីកុំភ្លេចជួយចុច subscribe ដើម្បីរកពេលដែល admin ផុសវីដេអូអីមួយគឺអ្នកទាំងអស់គ្នាបានទស្សនាបានឃើញអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងមកស្ដាប់ទាំងអស់គ្នាចំពោះវីដេអូទី1ដែលក្រុមហ៊ុន YouTube មិនអនុញ្ញាតឲ្យបងប្អូនធ្វើគឺជាវីដេអូប្រភេទ18បូកក៏ដូចជាវីដេអូអាភាសមិនថាវីដេអូបងប្អូន original ក៏ដោយបងប្អូនធ្វើលក្ខណៈកំ pl ែងក៏ដោយប៉ុន្តែ thumbnail របស់បងប្អូន design ទៅតាក់ទងទៅនឹងអាភាសគឺ YouTube នឹងបិទបងប្អូនជាមិនខាននឹងសម្រាប់វីដេអូទី1គឺបងប្អូនមិនគួរផលិតទេវីដេអូប្រភេទហ្នឹងហើយក៏ជាវីដេអូដែលខុសច្បាប់ដែរវីដេអូទី2គឺជាវីដេអូប្រភេទការប្រើប្រាស់អំពើហិង្សាទៅលើកុមារការវាយដំច្រំធាក់ការកាប់ចាក់កាប់សម្លាប់និយាយរួមទៅវីដេអូដែលមានលោហិតបងប្អូនណាវីដេអូដែលមានលោហិតចេញឈាមអីហ្នឹងគឺ YouTube ក៏មិនអនុញ្ញាតដែរចឹងបងប្អូនយល់ទេណាវីដេអូទី2ហ្នឹងគឺនិយាយរួមក្មេងស្ទាវវាយគ្នាចេញឈាមចេញលោហិតអីហ្នឹងគឺនិយាយពេលយើងមើលទៅអាចនឹងធ្វើឲ្យកុមារភ័យតក់ស្លុតគឺចំណែកហ្នឹងមិននៅយូរទេគឺអាចគេនឹងបិទបាទហើយវីដេអូទី3បងប្អូនវីដេអូទី3គឺជាប្រភេទវីដេអូដែលតាក់ទងទៅនឹងនយោបាយខ្ញុំមិននិយាយច្រើនទេគឺតាក់ទងទៅនឹងនយោបាយគណៈបកប្រឆាំងអីហ្នឹងគឺ YouTube មិនអនុញ្ញាតឲ្យបងប្អូនរកប្រាក់ចំណូលទេអញ្ចឹងបងប្អូនមកស្ដាប់វីដេអូ3ប្រភេទនេះហើយបងប្អូនមានចំណុចណាមួយដែលបងប្អូនទៅតែនឹងធ្វើវីដេអូហ្នឹងគឺបងប្អូនកុំធ្វើអីបើសិនជាបងប្អូនកំពុងតែធ្វើអាចនឹងខាតពេលវេលាឥតប្រយោជន៍ទេហើយហ្នឹងហើយមានតែប៉ុណ្្នឹងហើយបងប្អូនគឺ3ចំណុចសំខាន់យើងនិយាយរួមទៅយើងមានវីដេអូច្រើនក្នុងការផលិតដូចជាការកម្សាន្តវីដេអូកំ pl ែងវីដេអូ primitive វីដេអូបច្ចេកវិទ្យាកីឡាអីហ្នឹងគឺជាហ្នឹងហើយគឺ YouTube អនុញ្ញាតឲ្យរកលុយប្រភេទវីដេអូអញ្ចឹងឲ្យតែជា content original របស់យើងអូខេអ្នកនរគ្នាខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទអរគុណច្រើនបាយបាយ